Page ពុទ្ធវចនៈគឺជាការផ្សាយសំឡេងនៃធម្មទានដែលជាពាក្យព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធបុគ្គលគួរឃើញនៅអ្នកប្រាជ្ញាដែលជាអ្នកពោលសង្កត់សង្កិនចង្អុលប្រាប់ទោសថាដូចជាបុគ្គលអ្នកប្រាប់កំណត់ទ្របឲ្យដូច្នោះគួរគប់អ្នកប្រាជ្ញបែបនេះព្រោះថាការបុគ្គលគប់អ្នកប្រាជ្ញបែបនោះហើយរមែងមានសេចក្តីគប្បប្រសើរឥតមានទោសដល់លាមកឡើយបណ្ឌិតគួរទូមានព្រានប្រដៅគួរហាមឃាត់នៅជនទាំងឡាយចាអំពើអសប្បុរសបណ្ឌិតនោះរមែងជាទីស្រឡាញ់របស់សប្បុរសតែម្យ៉ាងមិនជាទីស្រឡាញ់នៃអសប្បុរសឡើយបុគ្គលមិនគួរគប់មិត្តអាក្រក់មិនគួរគប់បរោះថោកទាបគួរគប់តែមិត្តល្អគួរគប់តែបរោះជាន់ខ្ពស់បណ្ឌិតដែលមានសេចក្តីឆ្អែតក្នុងធម៌មានចិត្តជ្រះថ្លាហើយរមែងដេកជាសុខរមែងត្រេកអរក្នុងធម៌ដែលព្រះអរិយប្រកាសទុកហើយគ្រប់ពេលធម្មតាអ្នកបង្ហូរទឹកតែងបង្ហូរទឹកទៅអ្នកធ្វើព្រួញតែងពុតព្រួញឲ្យត្រង់អ្នកចាំងឈើតែងចាំងឈើឯបណ្ឌិតទាំងឡាយតែងទូមានខ្លួនដូច្នោះដែរភ្នំថ្មតាន់មិនរំភើបព្រោះខ្ចង់ដូចម្ដេចមិញបណ្ឌិតទាំងឡាយក៏មិនរំភើបព្រោះពាក្យតេះដៀលនិងពាក្យសរសើរជាដើមដូច្នោះដែរអន្លង់ទឹកដែលជ្រៅរមែងថ្លាមិនល្អក់យ៉ាងណាបណ្ឌិតទាំងឡាយបើបានស្ដាប់ធម៌ទេសនាហើយរមែងជ្រះថ្លាសុបសួនយ៉ាងនេះពួកសប្បុរសតែងលះឆន្ទរិកៈក្នុងធម៌ទាំងពួងពួកលោកអ្នកស្ងប់រមែងមិនអែអូពួកសេចក្តីប្រាថ្នាក្នុងកាមពួកបណ្ឌិតបើសេចក្តីសុខឬទុក្ខពណ៌ត្រូវហើយរមែងមិនសម្ដែងអាការៈឡើងចុះឡើយបណ្ឌិតមិនគួរធ្វើអាក្រក់ព្រោះហេតុនៃខ្លួនមិនគួរធ្វើអាក្រក់ព្រោះហេតុនៃអ្នកដទៃមិនគួរប្រាថ្នាកូនមិនគួរប្រាថ្នាទ្រព្យមិនគួរប្រាថ្នារតន៍មិនគួរប្រាថ្នាសិទ្ធិដើម្បីខ្លួនដោយហេតុមិនមែនជាធម៌ឡើយលោកគួរជាអ្នកមានសិលមានប្រាជ្ញាប្រកបដោយធម៌បណ្ដាលមនុស្សទាំងឡាយពួកជនណាដែលឆ្លងដល់ត្រើយគឺព្រះនិព្វានពួកជននោះមានប្រមាណតិចចំណែកពួកសត្វក្រៅនេះរមែងស្ទុះតែកាន់ត្រើយគឺសកាយតិដ្ឋិជនទាំងឡាយណាប្រព្រឹត្តតាមធម៌ដែលតថាគតទ្រង់សម្ដែងទុកហើយដោយប្រពៃជនទាំងនោះនឹងឆ្លងនៅលំនៅនៃមជ្ឈចុះដែលមិនងាយឆ្លងបានហើយដល់នៅព្រះនិព្វានបណ្ឌិតគួរលះបង់ធម៌ខ្មៅចេញញ៉ាងធម៌សឲ្យចម្រើនឡើងដោយវិធីចែងចាអាល័យគឺកាមគុណហើយឈោមទៅរកព្រះនិព្វានជាធម្មជាតិមិនមានអាល័យគប្បីលះបង់កាមទាំងឡាយចេញជាអ្នកមិនមានកង្វល់ប្រាថ្នានៅសេចក្តីត្រេកអរក្នុងវិវេកដែលពួកសត្វត្រេកអរបានដោយក្រនោះបណ្ឌិតគួរញ៉ាំងខ្លួនឲ្យផូរផង់ចាគ្រឿងសៅមងចិត្តដែលបណ្ឌិតទាំងឡាយណាបានអប់រំល្អហើយក្នុងអង្គនៃធម៌ជាគ្រឿងត្រាស់ដឹងទាំងឡាយឬបណ្ឌិតទាំងឡាយមិនប្រកាន់មមត្រេកអរក្នុងការលះបង់នៅសេចក្តីប្រកាន់មមបណ្ឌិតទាំងឡាយនោះរមែងជាអ្នកអស់អាសវៈមានសេចក្តីរុងរឿងបរិនិព្វានក្នុងលោកសេចក្តីក្តៅក្រហាយរមែងមិនមានដល់លោកអ្នកមានផ្លូវឆ្ងាយដើរដល់ហើយមិនមានសេចក្តីសោករួចស្រឡះចាកធម៌ទាំងពុំមានខណ្ឌជាដើម
មានកលេសជាគ្រឿងចាក់ស្រេះទាំងពួងលះបង់ហើយពួកជនណាมันមានសេចក្តីសន្សំពួកជនណាកំណត់ដឹងភោជនហើយជនណាមានសញ្ញតវិមោកអនិមិតវិមោកនិងអបនិហេតវិមោកជាគោចរកតិគឺដំណើររបស់ពួកជននោះគេកំរដឹងបានដោយដំណើរនៃពួកសត្វស្លាបឯកដល់អាកាសដូច្នោះជនណាអស់អាសវៈហើយទាំងមិនអាស្រ័យតណ្ហានិងទិដ្ឋិក្នុងអាហារជនណាមានសញ្ញតវិមោកអនិមិតវិមោកនិងអបនិហេតវិមោកជាគោចរដំណើររបស់ជននោះគេកម្រដឹងបានដោយដំណើរនៃពួកសត្វស្លាបឯកដល់អាកាសដូច្នោះឥន្ទ្រីទាំងឡាយរបស់អ្នកណាដល់នៅការស្ងប់រងាប់ដោយសេះដែលនីសារថីហ្វឹកពើនរីបហើយសូមបីទេវតានិងមនុស្សទាំងឡាយក៏ស្រឡាញ់អ្នកនោះឯងដែលមានអ្នកលះបង់ហើយមិនមានអាសវៈជាបុគ្គលមានចិត្តនឹងថឹងមិនញាប់ញ័រភេខោមានចិត្តដូចផែនដីមិនក្រោតមានវត្តល្អមានចិត្តនឹងថឹងដោយសសរគោលមានចិត្តជ្រះថ្លាដោយអន្លង់ទឹកប្រាជ្ញាភុគឺសង្សារទាំងឡាយរបស់ភិក្ខុបែបនោះរមែងមិនមានចិត្តស្ងប់វាចាស្ងប់និងកាយកម្មស្ងប់រមែងមានដល់លោកអ្នកដែលដឹងដោយប្រពៃថោស្រឡាចារាគាទីកិលេសជាអ្នកស្ងប់រងាប់ដូច្នោះជនណាមិនជឿអ្នកដទៃផងស្គាល់ព្រះនិព្វានផងកាន់នៅគ្រឿងតគឺវត្តៈផងមានឱកាសកំចាត់បងហើយផងមានសេចក្តីប្រាថ្នាខ្ជាក់ចោលហើយផងនរជននោះជាឧត្តមបរិសព្រះអរហន្តទាំងឡាយនៅក្នុងទីណាទោះជាស្រុកក្តីព្រៃក្តីទីទាបក្តីទីទួលក្តីទីនោះឯងជាភូមិគួរត្រេកអរជនអ្នកស្វែងរកកាមរមែងមិនត្រេកអរក្នុងព្រៃដែលគួររីករាយទេព្រះខេណាស្រោបដែលមានរាគៈទៅប្រះហើយទើបត្រេកអរក្នុងព្រៃនោះព្រោះលោកជាអ្នកមិនស្វែងរកកាមបើគាថាសូម្បី 1000 ម៉ាត់ជាវាចាប្រកបដោយបទឥតប្រយោជន៍វាចានោះពុំប្រសើរឡើយអ្នកណាស្ដាប់បទមានប្រយោជន៍ណាហើយរមែងស្ងប់រងាប់បានបទមានប្រយោជន៍នោះសូម្បីតែមួយបទក៏ឈ្មោះថាប្រសើរជាងបើគាថាសូម្បី 1000 ម៉ាត់ជាគាថាប្រកបដោយបទឥតប្រយោជន៍គាថានោះពុំប្រសើរឡើយអ្នកណាស្ដាប់បទនៃគាថាណាហើយរមែងស្ងប់រងាប់បានបទនៃគាថានោះសូម្បីតែមួយបទក៏ឈ្មោះថាប្រសើរជាងអ្នកណាគប្បីពោលគាថា100ជាគាថាប្រកបដោយបទឥតប្រយោជន៍គាថាដែលអ្នកនោះពោលហើយនោះពុំប្រសើរឡើយអ្នកណាស្ដាប់បទនៃធម៌ហើយរមែងស្ងប់រងាប់បានបទនៃធម៌នោះសូម្បីតែវិបត្តិក៏ឈ្មោះថាប្រសើរជាងអ្នកណាគប្បីឈ្នះពួកមនុស្សក្នុងសង្គ្រាមអស់ 1000 ដងគឺ1 លានចំណែកអ្នកណាឈ្នះខ្លួនឯងម្នាក់ឯងបានអ្នកនោះឈ្មោះថាជាមនុស្សខ្ពង់ខ្ពស់ជាអ្នកដែលឈ្នះក្នុងសង្គ្រាមនោះខ្លួនឯងដែលឈ្នះហើយប្រសើរជាងចំណែកពួកសត្វក្រៅពីនេះដែលគេឈ្នះហើយមិនប្រសើរឡើយកាលបើបរោះមានខ្លួនទូមានហើយជាអ្នកប្រព្រឹត្តជានេះទេវតាកាន់ភពមាព្រមទាំងព្រំមិនគប្បីធ្វើនៅជំនះរបស់សត្វមានសភាពដូច្នោះ
ឲ្យត្រឡប់ចាញ់វិញបានឡើយអ្នកណាបូជាលោកីមហាជនដោយទ្រាំ1000រាល់ខែអស់100ឆ្នាំគុណចំណែកអ្នកណាគប្បីបូជាបុគ្គលដែលមានខ្លួនអប់រំហើយតែម្នាក់សំបីតែមួយរំពេចការបូជានោះឯងប្រសើរជាងការបូជារបស់អ្នកដែលបូជាអស់100ឆ្នាំនោះការបូជាអស់100ឆ្នាំមិនប្រសើរឡើយជនណាបំរើភ្លើងក្នុងព្រៃអស់100ឆ្នាំចំណែកអ្នកណាបូជាលោកដែលមានខ្លួនអប់រំហើយតែមួយនាក់សំបីមួយរំពេចការបូជានោះឯងប្រសើរជាងការបូជារបស់ជននោះការបូជាអស់100ឆ្នាំមិនប្រសើរឡើយបុគ្គលអ្នកប្រាថ្នាបុណ្យគប្បីបូជាគ្រឿងសក្ការៈបូជាធំតូចណាមួយក្នុងលោកអស់មួយឆ្នាំការបូជាទាំងអស់នោះឯងរមែងមិនដល់នៅចំណែកទី4នៃការអភិវាទចំពោះលោកទាំងឡាយដែលប្រព្រឹត្តត្រង់ហើយប្រសើរជាងធម៌4ប្រការគឺអាយុ1វណ្ណៈ1សុខៈ1ពលៈ1រមែងចម្រើនដល់អ្នកដែលមានសេចក្តីអោនកាយថ្វាយបង្គំដល់រតនត្រ័យជាប្រក្រតីមានសេចក្តីកោតក្រែងដល់បុគ្គលដែលចម្រើនជាងខ្លួនអស់ការជានិច្ចបុគ្គលណារស់នៅ100ឆ្នាំជាមនុស្សទ្រុសិលមានចិត្តមិនតម្កល់ខ្ជាប់ការរស់នៅតែមួយថ្ងៃរបស់លោកដែលមានសិលមានការពិនិត្យពិចារណាជាប្រក្រតីប្រសើរជាងបុគ្គលណារស់នៅ100ឆ្នាំជាមនុស្សមិនមានប្រាជ្ញាមានចិត្តមិនបានតម្កល់ខ្ជាប់ការរស់នៅត្រឹមតែមួយថ្ងៃរបស់លោកដែលមានប្រាជ្ញាមានការពិនិត្យពិចារណាជាប្រក្រតីប្រសើរជាងបុគ្គលណារស់នៅ100ឆ្នាំជាមនុស្សមានចិត្តងប់ងល់ក្នុងអកុសលវិតកៈមានព្យាយាមថោកថយការរស់នៅសំបីតែមួយថ្ងៃរបស់លោកដែលប្រារព្ធសេចក្តីព្យាយាមមាំមួនប្រសើរជាងបុគ្គលណារស់នៅ100ឆ្នាំមិនឃើញការកើតឡើងនិងការវិនាសទៅការរស់នៅសំបីតែមួយថ្ងៃរបស់លោកអ្នកដែលឃើញការកើតឡើងនិងការវិនាសទៅប្រសើរជាងបុគ្គលណារស់នៅ100ឆ្នាំមិនឃើញផ្លូវព្រះនិព្វានការរស់នៅសំបីតែមួយថ្ងៃរបស់លោកអ្នកឃើញផ្លូវព្រះនិព្វានប្រសើរជាងបុគ្គលណារស់នៅ100ឆ្នាំមិនឃើញធម៌ដ៏ខ្ពង់ខ្ពស់ការរស់នៅសំបីតែមួយថ្ងៃរបស់លោកអ្នកឃើញធម៌ខ្ពង់ខ្ពស់ប្រសើរជាងបុគ្គលគួរប្រញាប់ប្រញាល់ធ្វើអំពើល្អគួរខាត់ចិត្តចាបាបព្រោះថាកាលបើបុគ្គលធ្វើបុណ្យយឺតយូរចិត្តរមែងត្រេកអរក្នុងបាបបើបរោះធ្វើបាបកុំធ្វើបាបនោះរឿយឡើយកុំគប្បីធ្វើសេចក្តីពេញចិត្តក្នុងបាបនោះព្រោះថាការសន្សំបាបតែងនាំសេចក្តីទុក្ខមកឲ្យបើបរោះធ្វើបុណ្យគួរធ្វើបុណ្យនោះឲ្យរឿយគួរធ្វើសេចក្តីពេញចិត្តក្នុងបុណ្យនោះព្រោះថាការសន្សំបុណ្យតែងនាំសេចក្តីសុខមកឲ្យបាបមិនទាន់ឲ្យផលត្រឹមណាមនុស្សបាបក៏នៅតែឃើញសេចក្តីចម្រើនដរាបនោះលុះកាលណាបាបឲ្យផលមនុស្សបាបទើបឃើញបាបក្នុងការនោះអំពើល្អមិនទាន់ឲ្យផលត្រឹមណាមនុស្សល្អនៅតែឃើញបាបត្រឹមនោះលុះកាលណាអំពើល្អឲ្យផលមនុស្សល្អទើបឃើញល្អក្នុងការនោះបុគ្គល
mình cua mười nghĩ ba phà miềnประมาณតិចនឹងមិនឲ្យផលដូច្នេះឡើយប្រៀបដោយក្អមទឹករមែងពេញបានដោយដំណោះដែលធ្លាក់ចុះមកយ៉ាងណាបុគ្គលពីលការសន្សំបាបសំបីបន្តិចម្ដងគង់ពេញបានដោយបាបយ៉ាងនោះដែរបុគ្គលមិនគួរមើលងាយបនថាមានប្រមាណតិចនឹងមិនឲ្យផលដូច្នេះឡើយប្រៀបដោយក្អមទឹករមែងពេញបានដោយដំណោះដែលធ្លាក់ចុះមកយ៉ាងណាអ្នកមានប្រាជ្ញាការសន្សំបនបន្តិចម្ដងគង់ពេញបានដោយបនយ៉ាងនោះបុគ្គលគួរជៀសវាងបាបទាំងឡាយឲ្យដោយពាណិជ្ជដែលមានទ្រព្យច្រើនតែមានគ្នាតិចជៀសវាងផ្លូវគួរខ្លាចឬដោយបរោះប្រាថ្នារស់នៅជៀសវាងថ្នាំពឹសដូច្នោះដែរបើដំបើមិនមានក្នុងបាតដៃទេបុគ្គលគប្បីនាំយកថ្នាំពឹសដោយបាតដៃថ្នាំពឹសតែមិនជ្រាបចូលទៅកាន់បាតដៃដែលគ្មានដំបៅយ៉ាងណាបាបរមែងមិនមានដល់បុគ្គលអ្នកមិនធ្វើយ៉ាងនោះដែរបុគ្គលណាប្រទូសចំពោះបុគ្គលមិនប្រទូសតបជាសត្វស្អាតមិនមានកិលេសដូចជាទីទួលបាបរមែងត្រឡប់មករកបុគ្គលពេលនោះវិញដោយធូលីល្អិតដែលបុគ្គលបាយសាយទៅកាន់ទីច្រាស់ចំជនពួកខ្លះកើតក្នុងគមមនុស្សពួកអ្នកធ្វើអំពើអាក្រក់ទៅកាន់នរកពួកអ្នកមានកតេល្អទៅកាន់ឋានសួគ៌ពួកអ្នកមិនមានអាសវៈបរិនិព្វានបុគ្គលអ្នកធ្វើបាបកម្មហើយទោះបីចូលទៅឯដងអាកាសក្នុងកណ្ដាលសមុទ្រកាន់ចន្លោះភ្នំទាំងឡាយក៏មិនគប្បីរួចចាកបាបកម្មព្រោះប្រទេសលើផែនដីដែលបុគ្គលស្ថិតនៅហើយគប្បីរួចចាកបាបកម្មបាននោះមិនដែលមានឡើយបុគ្គលនៅឯដងអាកាសក្នុងកណ្ដាលសមុទ្រកាន់ចន្លោះនៃភ្នំទាំងឡាយក៏មិនរួចចាកសេចក្តីស្លាប់បានព្រោះប្រទេសនៅលើផែនដីដែលបុគ្គលស្ថិតនៅហើយសេចក្តីស្លាប់គ្របសង្កត់មិនបាននោះមិនមានឡើយសត្វទាំងឡាយគ្រប់ប្រាណតែងតក់ស្លុតនឹងអាជ្ញាសត្វទាំងឡាយតែងคล้ายសេចក្តីស្លាប់គ្រប់រូបបុគ្គលគួរធ្វើខ្លួនឲ្យជាឧបមាហើយមិនគួរប្រហារដោយខ្លួនឯងមិនគួរប្រើគេឲ្យប្រហារឡើយសត្វទាំងឡាយគ្រប់ប្រាណតែងតក់ស្លុតនឹងអាជ្ញាព្រោះថាជីវិតជាទីស្រឡាញ់របស់សត្វទាំងពួងបុគ្គលគួរធ្វើខ្លួនឲ្យជាឧបមាហើយមិនគួរប្រហារដោយខ្លួនឯងមិនគួរប្រើគេឲ្យប្រហារឡើយជនណាស្វែងរកសេចក្តីសុខដើម្បីខ្លួនតែបៀតបៀនសត្វទាំងឡាយដែលប្រាថ្នាសេចក្តីសុខដោយអាជ្ញាជននោះលះលោកនេះទៅហើយនឹងមិនបានសេចក្តីសុខឡើយជនណាស្វែងរកសេចក្តីសុខដើម្បីខ្លួនតែមិនបៀតបៀនសត្វទាំងឡាយអ្នកដែលប្រាថ្នាសេចក្តីសុខដោយអាជ្ញាជននោះលះលោកនេះទៅហើយរមែងបានសេចក្តីសុខអ្នកកុំនិយាយពាក្យអាក្រក់នឹងអ្នកណាមួយឡើយជនទាំងឡាយដែលអ្នកស្ដីថាឲ្យហើយគេគប្បីស្ដីថាតបមកអ្នកវិញព្រោះថាការពោលពាក្យប្រណាំងប្រជែងជាហេតុនាំឲ្យកើតទុក្ខការតស៊ូទាំងឡាយគប្បីប៉ះពាល់នៅអ្នកបើអ្នកធ្វើខ្លួនមិនឲ្យញាប់ញ័រដូចរកាំងដែលជាមាត់ចេញហើយរមែងមិនឮសូរដូច្នោះអ្នកនោះជាបុគ្គលដល់មេព្រះនិព្វានការប្រណាំងប្រជែងមិនមានដល់អ្នកកង្វាលគោរមែងគៀងគោទៅកាន់ទីគោចរដោយអាជ្ញាគឺដំបងឬរំពាត់ដូចម្ដេចមិញជារានឹងម៉ាច់ចុកតែងគៀងអាយុរបស់សត្វទាំងឡាយដូច្នោះឯង
បុគ្គលមិនមានប្រាជ្ញាការធ្វើអំពើអាក្រក់រមែងមិនភ្ញាក់ខ្លួនលោកកាលជាខាងក្រោយទើបក្តៅក្រហាយដោយសារកម្មរបស់ខ្លួនដូចត្រូវភ្លើងឆេះបុគ្គលណាប្រទូតដោយអាជ្ញាចំពោះបុគ្គលទាំងឡាយដែលមិនមានអាជ្ញាមិនប្រទូតបុគ្គលនោះរមែងដល់នៅហេតុនៃសេចក្តីទុក្ខណាមួយក្នុងហេតុ10យ៉ាងដោយតន់ហន់គឺគប្បីដល់នៅវេទនាដ៏អាក្រក់មួយសេចក្តីវិនាសទ្រព្យមួយបែកធ្លាយសរីរៈមួយអាពាធជាទម្ងន់មួយក្រឡកចិត្តគឺឈួតមួយរឹបជាន់អំពីស្ដេចមួយពោលពាក្យបង្កាច់ដ៏អាក្រក់មួយអស់ពួកញាតិរលែងមួយពុកផុយភោគសម្បត្តិទាំងឡាយមួយទាំងភ្លើងនឹងឆេះបំផ្លាញនៅផ្ទះរបស់បុគ្គលនោះមួយបុគ្គលមិនមានប្រាជ្ញានោះលោកបែកធ្លាយរាងកាយរមែងតែកើតក្នុងនរកការប្រព្រឹត្តអាក្រាតកាយទុកសោះដេកលើភក់មិនបរិភោគបាយដេកលើផែនដីប្រឡាក់ខ្លួនដោយធូលីព្យាយាមអង្គុយច្រហោមមិនជំរះសត្វដែលមិនតន់ឆ្លងផុតសេចក្តីសង្ស័យបានទេបើបុគ្គលណាមានខ្លួនប្រដាប់ស្អិតស្អាងហើយដោយគ្រឿងអំពរតែគប្បីប្រព្រឹត្តស្មើអ្នកស្ងប់រងាប់ទូមានអន្ត្រីជាបុគ្គលទៀងចំពោះមគ្គផលអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរទម្លាក់ចោលនៅអាជ្ញាក្នុងសត្វទាំងពួងចេញហើយបុគ្គលនោះហៅថាព្រាហ្មណ៍ក៏បានថាសមណៈក៏បានថាភិក្ខុក៏បានបរោះអ្នកកំចាត់បោះនៅអកុសលវិតកៈដោយសេចក្តីខ្មាស់បាបមានតិចក្នុងលោកបុគ្គលណាបន្ទោបង់នៅការដេកលក់ដោយសេះល្អខ្លាចព្រោះរំពាត់បរោះនោះរកបានដោយក្រក្នុងលោកសេះល្អដែលនេសារថេទូមានដោយរំពាត់តក់ស្លុតយ៉ាងណាអ្នកទាំងឡាយចូលជាបុគ្គលមានព្យាយាមមានសេចក្តីតក់ស្លុតយ៉ាងនោះឯងបើអ្នកទាំងឡាយប្រកបព្រមដោយសទ្ធាផងសិលផងព្យាយាមផងសមាធិផងធម្មវិនិច្ឆ័យផងជាអ្នកមានវិជ្ជានិងចរណៈដ៏បរិបូរណ៍មានស្មារតីតម្កល់មាំរមែងលះបង់ទុក្ខមានប្រមាណច្រើននេះមិនខានធម្មតាអ្នកបង្ហូរទឹកតែងបង្ហូរទឹកអ្នកធ្វើព្រួញតែងពុតព្រួញឲ្យត្រង់អ្នកចាំងឈើតែងចាំងឈើអ្នកមានវត្តល្អតែងទូមានខ្លួនកាលបើលោកសន្និវាសត្រូវភ្លើងមានរាគៈជាដើមឆេះត្រឡោមជានិច្ចម្ដេចក៏សោម្ដេចក៏ត្រេកត្រអាលអ្នកទាំងឡាយត្រូវងងឹតគឺអវិជ្ជារួបរិទ្ធហើយម្ដេចឡើយក៏មិនស្វែងរកប្រទីបគឺប្រាជ្ញាអត្តភាពណាមិនទៀងទាត់ថិតថេរអ្នកចូលមើលអត្តភាពនោះដែលកុសលាកុសលកម្មធ្វើវិចិត្រហើយជាកាយពាពេញដោយដំបៅដែលឆ្អឹង300កំណាត់គុំគ្នាហើយជាអត្តភាពក្តៅក្រហាយជានិច្ចជាទីរំពឹងត្រេះរិះរបស់ជនច្រើនគ្នារោគនេះក្រំគ្រាហើយជាសំណាក់នៃរោគជារបស់ពុកផុយរាងកាយជារបស់ស្អុយនេះតែងបែកធ្លាយទៅវិញព្រោះថាជីវិតមានសេចក្តីស្លាប់ជាទីបំផុតឆ្អឹងទាំងឡាយមានសម្បុរដោយសន្តិព្រាបដែលគេចោលហើយដោយផ្លែឃ្លោកក្នុងសារតកាលសេចក្តីត្រេកអរអ្វីណោរបស់អ្នកទាំងឡាយព្រោះតែឃើញឆ្អឹងទាំងឡាយនោះសេចក្តីក្រំគ្រាសេចក្តីស្លាប់សេចក្តីប្រកាន់ខ្លួននិងសេចក្តីលុបគុណជុំចុះក្នុងសរីរៈណាសរីរៈនោះដែលកុសលាកុសលកម្មធ្វើហើយឲ្យជាកំណររបស់ឆ្អឹងទាំងឡាយជាគ្រឿងប្រឡាក់ដោយសាច់និងឈាមរាជរថទាំងឡាយដ៏វិចិត្រល្អរមែងព្រមគ្រាសូមបីសរីរៈ
ក៏ដល់នៅសេចក្តីក្រំគ្រាដូចគ្នាទើបឯធម៌របស់សប្បុរសទាំងឡាយមិនដល់នៅសេចក្តីក្រំគ្រាដូច្នោះទេសប្បុរសទាំងឡាយតែងនិយាយឲ្យពួកសប្បុរសផងគ្នាដឹងបានបរោះអ្នកមិនមានការចេះដឹងនេះតែងចាស់ឥតអំពើដោយគោបំរើសាច់របស់វាតែងចម្រើនឡើងតែប្រាជ្ញារបស់វាមិនចម្រើនឡើយការតថាគតមិនទាន់បានជួបប្រទះពោធិញ្ញាណរវល់តែស្វះស្វែងរកជាងផ្ទះគឺតណ្ហាអ្នកធ្វើផ្ទះគឺអត្តភាពក៏អន្ទោលទៅកាន់សង្សារវដ្តមានជាតិដ៏ច្រើនសេចក្តីកើតជាទុក្ខរឿយណែជាងផ្ទះអ្នកឯងធ្វើផ្ទះគឺអត្តភាពតថាគតឃើញហើយអ្នកនឹងធ្វើផ្ទះរបស់តថាគតទៀតមិនបានឡើយឆ្អឹងចំណីគឺកិលេសរបស់អ្នកទាំងអស់តថាគតកាញ់បំបាក់អស់ហើយដំបូលផ្ទះគឺអវិជ្ជាតថាគតកំចាត់ចោលហើយចិត្តរបស់តថាគតដល់ព្រះនិព្វានដែលមានសង្ខារប្រះចាកហើយតថាគតបានដល់ធម៌ជាគ្រឿងខ្សែតណ្ហាទាំងឡាយហើយជនពេលទាំងឡាយមិនប្រព្រឹត្តប្រមចរិយធម៌មិនបានទ្របក្នុងការខ្លួននៅជាកំឡោះក្រមុំរមែងសំជប់សិញ្ជឹងដោយសត្វគ្រាចាស់សំកប់នៅក្នុងភក់ដែលអស់ត្រីហើយជនពេលទាំងឡាយមិនបានប្រព្រឹត្តប្រមចរិយធម៌មិនបានទ្របក្នុងការខ្លួននៅជាកំឡោះក្រមុំរមែងដេកធ្ងោសោកស្ដាយទ្របចាស់ទាំងឡាយដោយព្រួញដែលផុតចាកខ្សែបន្លោះដូច្នោះ